ពងប្រេងឡើងថ្លៃផងចង់ប្រើសូឡាវិញបន្ទាប់ពីយើងប្រើសូឡាបូមទឹកមកវាយើងឃើញថាផលចំណេញច្រើនបានច្រើនជាងយើងប្រើម៉ាស៊ីនក សិករនៅខេត្តចំនួន5រួមមានបាត់ដំបងកំពង់ធំកំពង់ឆ្នាំងព្រៃវែងនិងខេត្តតាកែវនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងការបង្កើនភាពធន់នឹងអាកាសធាតុនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជាដែលហៅកាត់តាគ្រាដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារវិញដើម្បីអាចឲ្យពួកគាត់ប្រើប្រាស់ទុនពង្រីកប្រព័ន្ធថាមពលសូឡាកាត់បន្ថយថ្លៃដើមកសិករមួយចំនួនធំបានចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ផ្ទាំងសូឡាដោយបច្ចុប្បន្ននេះគេឃើញមានការប្រើប្រាស់ថាមពលសូឡានៅក្នុងវិស័យកសិកម្មដូចជាការបូមទឹកស្រោចស្រពទូសម្រាប់ហាលសម្ងួតទូភ្ញាស់សុតមាន់និងប្រព័ន្ធកសិកម្មវៃឆ្លាតជាដើមសងៃភ្ញាក់ប្រើតែភ្លើងឯងចាបូមទឹកមួយខែអស់ខែណា100000ខែណាអស់90000 100000គឺខ្មែរតែឥឡូវតិចទៀតគេថាភ្លើងឡើងថ្លៃដែរយើងក៏ចង់ប្រើសូឡាវិញប្រើសូឡាវាអត់បាក់អស់ថ្លៃភ្លើងទៀតអស់តែម្ដងយើងប្រើបានរហូតបើខ្វះលុយវិញឲ្យខ្ចីដោយមិនដាក់ទ្រព្យធានាចង់យកលុយវិញទិញសូឡាមកប្រើបើតាមលោកវ៉ាសំណាងទីប្រឹក្សាបច្ចេកទេសនៅក្នុងគម្រោងគ្រានេះបានឲ្យដឹងថាគម្រោងនេះមានគោលដៅកាត់បន្ថយថ្លៃដើមផលិតកម្មលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលធន់នឹងអាកាសធាតុនិងបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជានៅលើទីផ្សារអន្តរជាតិការបង្កើនឬក៏ជំរុញបច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្មវាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកលនៅទូទាំងពិភពលោកយ៉ាងណាមិញយើងដឹងហើយណាការប្រើប្រាស់ឥន្ធនៈមិនមែនជាឥន្ធនៈធម្មជាតិវាមិនទៀងទាត់ទី1វាអាចនឹងរីងស្ងួតទី2វាអាចជួបនឹងវិបត្តិយើងឃើញហើយគ្រាន់តែមានសង្គ្រាមនៅស្រុកអ៊ីរ៉ង់ឯនោះស្រុកខ្មែរសាំងមកស៊ូតហ្គាសឡើងថ្លៃនេះហើយគេហៅថាជាផ្នែកមួយនៃការប្រែប្រួលក្នុងតម្លៃនៃការប្រើប្រាស់ការប្រែប្រួលមួយទៀតដែលយើងឃើញឬក៏ពិភពលោកកំពុងតែជួបប្រទះនេះគឺភាពមិនទៀងទាត់នៃអាកាសធាតុដោយសារតែកម្ដៅកើនឡើងផែនដីហើយនៅតំបន់ខ្លះរីងស្ងួតបែកកាហែងរកទឹកធ្វើស្រែមិនបានទេតំបន់កន្លែងខ្លះទៀតទឹកលិចក្នុងនាមជាស្ថាប័នធនាគារដែលឈានមុខគេមួយនៅកម្ពុជាវិញតាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងគម្រោងគ្រានេះធនាគារវិញនឹងផ្ដល់ជូននៅដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបនិងងាយស្រួលទទួលបានដើម្បីគាំទ្រដល់កសិករនិងអាជីវកម្មកសិធុរជនឲ្យរីកចម្រើនប្រកបដោយចីរភាពលោកហេងសេឡាប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអាជីវកម្មកសិកម្មរបស់ធនាគារវិញបានប្រាប់បន្ថែមពីលក្ខខណ្ឌដែលកសិករអាចទទួលបានកម្ចីដោយមិនចាំបាច់ដាក់ទ្រព្យធានាយើងមានអតិថិជនគោលដៅ4នៅក្នុងគម្រោងទី1ជាកសិករសហគមន៍កសិកម្មអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មនិងអ្នកលក់បច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុសម្រាប់គម្រោងនេះមានលក្ខណៈពិសេសមួយដោយសារមានអ្នកចូលរួមនិងអ្នកដែលពាក់ព័ន្ធនៅក្នុងបច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុមានជាគោលដូចជាក្រសួងកសិកម្មមន្ត្រីបច្ចេកទេសរបស់ក្រសួងកសិកម្មទៅលើវិស្វកម្មកសិកម្មមានអ្នកលក់ធាតុចូលកសិកម្មក៏ដូចជាអ្នកលក់បច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុដែលត្រូវបានជ្រើសរើសដោយក្រសួងកសិកម្មនិងធនាគារដើម្បីផ្ដល់នូវសេវាកម្មដែលមានសេវាកម្មបន្ទាប់ពីការប្រើប្រាស់និងទិញដើម្បីកសិករអាចប្រើប្រាស់ទៅមានផលចំណេញអញ្ចឹងសម្រាប់កសិករគាត់អាចទទួលទំនុកចិត្តពីគម្រោងដោយសារមានភាគីពាក់ព័ន្ធគាត់បានជ្រើសរើសតាមដាននិងវាតម្លៃទៅលើអ្នកផ្គត់ផ្គង់អ្នកលក់សេវាកម្មជូនពួកគាត់លក្ខណៈពិសេសនៃឥណទានអញ្ចឹងអតិថិជនជាកសិករនិងសហគមន៍នៅក្នុងខេត្តគោលដៅទាំង5គាត់អាចស្នើសុំឥណទានរហូតដល់$200,000សម្រាប់វិនិយោគទៅលើបច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុជាមួយនឹងអត្រាការប្រាក់ 8.5 នៅក្នុងមួយឆ្នាំมันមានគិតកម្រៃសេវាឥណទានរួមទាំងមិនទាមទារទៅលើទ្រព្យបញ្ចាំលោកកុងផារិតប្រធានក្រុម IBM Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងនៅផ្ទាំងសូឡាដែលបានចូលរួមជាមួយគម្រោងនេះបានឲ្យដឹងថាការទាញថាមពលមកប្រើប្រាស់តាមរយៈផ្ទាំងសូឡានេះគឺជាជម្រើសដ៏ល្អបំផុតក្នុងការឯករាជ្យទៅលើថាមពលប្រេងកំពុងតែឡើងថ្លៃក្រសួងមានគម្រោងម្ចាស់ជំនួយគេកំពុងតែដាក់លុយមកហើយដាក់លុយមកតាមវិញនេះគេមានលុយឲ្យខ្ចីតើឱកាសល្អប៉ុណ្ណាទៀតបើតាមអ្នកជំនាញការប្រើប្រាស់ផ្ទាំងសូឡានៅក្នុងវិស័យកសិកម្មជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីនិងប្រេងឥន្ធនៈបង្កើនផលិតភាពផ្
ទាំងសូឡាផ្ដល់នូវថាមពលស្អាតនិងនិរន្តរភាពសម្រាប់ទ្រទ្រង់ដំណាំនិងសត្វដោយកសិករអាចទទួលបានផលចំណេញត្រឡប់មកវិញនៅក្នុងរយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះ។